ខ្ញុំបានឈ្នះក្តីហើយមានសារក្រមបញ្ជាក់ថាយើងខ្ញុំអាចជាម្ចាស់ដីពិតប្រាកដហើយមូលហេតុអ្វីលោកម៉ែនវណ្ណរាហើយនឹងលោកពៅធាណាដែលនៅសាលាក្រុងខេត្តកំពតនេះនៅតែព្យាយាមបំផុសបំផុលប្រជាជននៅតែព្យាយាមឲ្យប្រជាជនទៅសហការជាមួយកៅសេហាគឺសំខាន់ដើម្បីយកដីខ្ញុំដដែលជំរាបសួរបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាជាបឋមខ្ញុំសូមអរគុណទៅខាងសារព័ត៌មាន CEN ដែលបានអនុញ្ញាតឲ្យខ្ញុំបាទម៉ែនរងបំភ្លឺពីបញ្ហាពាក់ព័ន្ធរឿងដីធ្លីរបស់ខ្ញុំនៅភូមិតាដិបសង្កាត់បន្ទងខ្មែរក្រុងកំពតខេត្តកំពតជាបឋមខ្ញុំសូមអនុញ្ញាតបកស្រាយពីសាវតាដីធ្លីដែលខ្ញុំបានទិញក្នុងតាំងពីឆ្នាំ2006រហូតដល់សប្តាហ៍នេះណាចាប់តាំងពីឆ្នាំ2006ខ្ញុំបានចុះទៅទិញដីនៅភូមិតាដិបសង្កាត់អណ្ដូងខ្មែរក្រុងកំពតខាងកំពតហ្នឹងតែចំណងនោះនៅឃុំដល់ឡើយទេនៅឃុំអណ្ដូងខ្មែរអញ្ចឹងដោយបានពឹងពាក់សហការីខ្ញុំពីរគ្រួសារទី1ឈ្មោះលោកសឿសំខាន់និងប្រពន្ធគាត់ឈ្មោះកៅចន្ទនីហើយមួយទៀតលោកស្រីកៅសីហានិងប្តីគាត់ឈ្មោះជាវុធីអញ្ចឹងពួកគាត់ក៏បានប្រមូលទិញសហការជាមួយគ្នាខ្ញុំក៏ចុះទៅផ្ទាល់ដែរណាដែលមានការរៀបចំសហការជាមួយមេភូមិយ៉យសារ៉េតអតីតមេភូមិយ៉យសារ៉េតនិងអនុភូមិជាមយ៉ែមថែមទាំងមានការរៀបចំជាមួយលោកមេឃុំជំនាន់ហ្នឹងលោកចៅសង្កាត់យ៉យស៊ីថងដែរណាអញ្ចឹងជំនាន់ហ្នឹងតាំងពី2006រហូតដល់2008ហ្នឹងខ្ញុំបានទិញដីចំនួនប្រហែល20ហិកតានៅដីនៅមាត់ព្រែកហ្នឹងហ្មងនៅព្រែកភូមិតាដិបណាខ្ញុំបានទិញខ្ញុំបានទូទាត់បងគ្រប់អស់ហើយនៅប្រជាជនចំនួនប្រហែល20គ្រួសារដែរនៅក្នុងដីចំនួន20ហិកតាហ្នឹងក្រោយមកក្នុងឆ្នាំ2008ណាខ្ញុំក៏បានប្រគល់សិទ្ធទៅឲ្យក្រុមឲ្យវិស្វករបារាំងម្នាក់ឈ្មោះChristian Belloisហើយគាត់រៀបចំធ្វើលក់ជា resort មួយណានេះជារូបភាពដែលគាត់បានធ្វើជំនាន់ហ្នឹងណាជា resort ហ្នឹងអញ្ចឹងក្រុមលោក Bellois ក៏រៀបចំជាកម្មវិធីគាត់នាំពួកបារាំងគ្នាគាត់មកទិញដីហ្នឹងណាទិញដីគីឡូអញ្ចឹងក្នុងពេលនោះពួកយើងធ្វើជាយើងមានឯកសារទិញដូចជាភាសាបារាំងឯងណាកិច្ចសន្យាជាភាសាបារាំងក្នុងនោះមានពួកក្រុមបារាំងទិញប្រហែលជា10ជាង10ប្លង់ក្នុងមួយប្លង់មានទំហំប្រហែល1000ម៉ែត្រការ៉េទេណាហើយក្នុងកិច្ចសន្យាជាភាសាបារាំងនេះយើងបានសរសេរថាជាមានទំហំគាត់កក់ 10% លើតម្លៃរួមណាហើយក្នុងមួយប្លង់ប្រហែលខ្ទង់1000ម៉ែត្រការ៉េឬក៏1200ម៉ែត្រការ៉េយ៉ាងតិចអញ្ចឹងពួកខ្ញុំក៏បានទទួលលុយត្រឹមតែហើយជាប្លង់ទុនទេពួកខ្ញុំទិញមកលក់បានប្រហែលជាង10ប្លង់បូកទៅប្រហែល1ហិកតាកន្លះហើយទទួលលុយកក់ចំនួនហ្នឹងខ្ទង់ប្រហែល20000ជាងពីពួកបារាំងហ្នឹងណាចៃដន្យដើមឆ្នាំ2009ខែ3គឺខ្ញុំមានបញ្ហាផ្ទាល់ខ្លួនយ៉ាងធំដែលខ្ញុំមិនអាចមកធ្វើការងារមកយូរខ្ញុំមិនអាចជួបប្រទេសមិនអាចមកធ្វើការងារនឹងបានហើយដោយសារខ្ញុំអវិជ្ជមាននៅស្រុកខ្មែរគម្រោងហ្នឹងក៏បរាជ័យហើយក្រុមពួកបារាំងនោះក៏សហការជាមួយកូនចៅខ្ញុំពីមុនដែលគឺសំខាន់កៅសេហាហ្នឹងណាហើយគេក៏ចាប់ដើមនាំគ្នាចែកពុះយកដីនោះធ្វើប្លង់រៀងខ្លួន
thì sẽ riêng luôn ở đây bà hai cho đọc hay tả đấy chẳng chạy thì riêng luôn chẳng nơi nông năm vì bọn đập bay để không cầm phong ta nơi mình bánh hấp thủ luôn là đá và mình ai màu cục trong đây thì nứng miền Unica theo phong rừng chỉ bảo quan dùng chỉ chuẩnในขนมภูมิตัดดึบสกัดลงควายไงคุณพี่ปอนแบบใบก็สหการขยมกุญแจขยมจากปีหมดนึงเด็กมุสลิมสำคัญการใส่หานึงก็โยได้ขยมแตงบทมันจะช่วยพลองรึงโดยดักท้าได้ก็เหาะอัญญาธรรมท่าเจียได้อำนาจรอดนะจังคือสมบูรณ์ถ้าได้แต่ออกนึงแต่คำมีเพียบซุ่มกับลุงนี่เจียกรมนึงก็นอมขยายโยได้ขยมนึงช่วยพลองรึงเจียปปอนดักถ้าเจียได้อำนาจรอดนะให้ขยมก็ดูไปดำชนะปีปอนต่อพรำขยมก็ตลอดมาวิ่งก็ยังเราเพียบจอจาที่อย่างเขาหน้ากอดอาจปรากฏว่าขยมเป็นคลานะได้ที่ขยมจำประมาณนึงผู้ก็อัปรมพวกก็อัปรมขยมก็ดับเปียประดังในจงชนะปีปอนต่อผมเปิลนึงดับเปียประดังรับตัววีนีรักษากาเปียรอดได้แต่งอ้อได้กอดบานบำเพ็ญโยบขยมนึงนึงดังปีบดปรุงประตวนนะในขนมสนมเรียงปี154นะขนมไข่เมษาปีปอนต่อผมใบนะยิ่งมาดังทุกสกัดกับเอาเดี๋ยวไปยืนtìm tiền chỗ đây vàoยืนvậy nhé ok chẳng đôi xa thạc cái đây con trai chuẩn bị đam nên kia ban vô đây không chỉ chăn cái này vô tổ lụa tới thôi kia những miền lật phiếp miền lật phiếp miền sầm lật phiếp nên bám vô đây không bằng to tiền để qua điệp chọn chỉ propon để khai cầm bộ trong tầm lòng chẳng đầm bay hay chập bị lưu máu thật chúng có chập đằng đó tăng bị quan tâm bờ đầm bay dùng đằng là hồ tề dùng đằng từ nhà thò mua than đằng từ chào sản cát đằng từ krong của bốt đằng từ khát của bốt đằng từ cửa xuồng là đây đằng từ sầm lạnh đi chỗ đàm này group bờ sát bàn từng ngõ từ là cá cho mình phước dễ dàng đấy không có rồi dự định thỏaក្នុងរយៈពេល2017 2018ហ្នឹងគឺគាត់ចាប់ផ្ដើមដោយសារឃើញខ្ញុំប្តឹងគ្រប់កន្លែងគាត់ចាប់ផ្ដើមលក់ឲ្យផ្ទេទៅដីឲ្យអ្នកឲ្យក្រុមគ្រួសារគាត់ឲ្យអ្នកដទៃគាត់ចាប់ផ្ដើមលក់នៅពេលដែលខ្ញុំឃើញសកម្មភាពបែបហ្នឹងខ្ញុំក៏ចាប់ផ្ដើមស្រាវជ្រាវរកម្ចាស់ដីដើមដែល20គ្រួសារដែលលក់ឲ្យខ្ញុំតាំងប្រមាណហ្នឹងណាដែលខាងខ្ញុំមានជំនួយការខ្ញុំឈ្មោះលោកស្រីកែវវណ្ដានិងលោកស្រីអ្នកឡៃណាឲ្យគាត់ជួយស្រាវជ្រាវតើម្ចាស់ដីដើមដែលនៅខ្ញុំបានទិញពីមុនទៅណាអស់ហើយអញ្ចឹងណាខ្ញុំក៏ដឹងស្គាល់ខ្លះខ្ញុំស្គាល់មួយចំនួនប៉ុន្តែភាគច្រើនគាត់ចាស់ជរាអ្នកខ្លះក៏ស្លាប់អត់ទៅណានៅមានកូនចៅដែលខ្ញុំប្រគល់សិទ្ធឲ្យគាត់មើលថែដែលខ្ញុំនៅពេលខ្ញុំអត់នៅអញ្ចឹងនៅក្នុងភូមិហ្នឹងគឺមានប្រជាជននៅដែលខ្លះគេនៅមានភាពស្មោះត្រង់ម្ចាស់ដីដើមណាគេនៅមើលថែទាំដីរបស់ខ្ញុំដែរតាំងពី2009មកអញ្ចឹងក៏ប៉ុន្តែដល់ពេលខ្ញុំឲ្យពួកគាត់ទៅស្រាវជ្រាវអ្នកដែលជាម្ចាស់ដីឬក៏ទាយាទពិតប្រាកដដើម្បីឲ្យជួយទប់ស្កាត់ជួយប្រមូលយកដីដែលគេលួចធ្វើប្លង់ហ្នឹងយកមកឲ្យខ្ញុំវិញណាអ្នកស្រីកែវវណ្ដាហើយអ្នកឡៃគាត់ក៏តំណមមនុស្សដែលមិនមែនជាម្ចាស់ពិតប្រាកដដោយសារខ្ញុំមិនបានស្គាល់ពីអស់គាត់ក៏ប្រមូលបានគ្នាប្រហែលជាង14គ្រួសារបូករួមទាំងអ្នកស្រីកែវវណ្ដាហើយនិងអ្នកឡៃខ្លួនឯងដែលជាមិនមែនជាទាយាទហើយក៏មិនជាទាយាទម្ចាស់ដីទៅដែរពេលនោះខ្ញុំអត់បានដឹងទេនៅក្នុងខែនិយាយរួមថ្ងៃទី17ខែ1 2023ហ្នឹងខ្ញុំក៏បានធ្វើកិច្ចសន្យាមួយជាមួយប្រជាជនទាំង14គ្រួសារហ្នឹងកិច្ចសន្យាមួយបកគលភាគលៀបជូនគាត់បានន័យថា
ពឹងពាក់ឲ្យគាត់ជួយការពារដីឲ្យខ្ញុំដោយសារមួយចំនួនបានកំពុងតែអាស្រ័យផលលើដីខ្ញុំស្រាប់ហើយណាឲ្យគាត់ជួយការពារហើយឲ្យគាត់ជួយទៀមទាឲ្យគាត់ជំទាមទាក្នុងនាមជាម្ចាស់ដីដើមក្នុងនាមជាមេតិយាតរបស់ម្ចាស់ដីដើមទៀមទាខ្ញុំប្រគល់សិទ្ធឲ្យគាត់ជួយទៀមទាដើម្បីយកដីពីអ្នកលួចឆ្លងហ្នឹងណាចឹងតាំងពីខែ1 2023ហ្នឹងពួកគាត់ក៏ធ្វើសកម្មភាពមួយចំនួនហ្នឹងបានទៅចូលរួមវេទិកាអាដាមបាទខេត្តអាដាមម៉ាតនិនដោះស្រាយវិវាទដីធ្លីហ្នឹងហើយនឹងសាលាក្រុងអីខ្ញុំក៏ចូលរួមគ្រប់ពេលដែរទេចង់បញ្ជាក់ថាយើងទាំងអស់គ្នាសហការគ្នាដើម្បីទាមទារដីដែលអ្នកគេលួចធ្វើប្លង់យកមកវិញដូចពេលដែលគេបំពេញយកដីខ្ញុំគ្រប់កន្លែងមិនតែភូមិតាដល់ពេលជាពិសេសពីគ្រួសារដែលខ្ញុំនិយាយមកហ្នឹងកៅសីហាសឿសំខាន់ហ្នឹងខ្ញុំក៏បានពឹងពាក់តាមរយៈមិត្តភ័ក្តិខ្ញុំលោកតលចម្រើនណាដែលខ្ញុំធ្វើកិច្ចសន្យាជាមួយមិត្តភ័ក្តិឈ្មោះអឹមរតនាលោកតលចម្រើនឲ្យជួយដោះស្រាយជួយដោះស្រាយដើម្បីយកដីឲ្យបានវិញពីអ្នកដែលបំពេញផ្សេងជាងក្នុងករណីនេះគឺដីតែមួយកន្លែងទេនៅភូមិតដិបប៉ុន្តែយើងមានដីកន្លែងផ្សេងទៀតដែលពួកគាត់ទាំងពីគ្រួសារក៏បំពេញដែរប៉ុន្តែជាអកុសលអ្នកដែលគេមកជួយថាជួយដោះស្រាយជួយទាមទារដីមកវិញច្រើនតែបត់ឲ្យប្រកាសជាបញ្ហាដោយសារពួកគាត់ទៅសហការជាមួយពីគ្រួសារហ្នឹងច្បាស់ជាពីគ្រួសារនេះប្រកបផ្ដល់ផលប្រយោជន៍ឲ្យគេច្រើនណាស់បានគាត់ច្រើនតែមានភាពក្បត់ហ្នឹងណាអញ្ចឹងនៅពេលនោះខាងទល់ចម្រើនអីក៏បានទៅសហការទៅតាក់ទងជាមួយប្រជាជននៅ4គ្រួសារនឹងដែរហើយគេសហការជាមួយអ្នកលួចធ្វើប្លង់នឹងដែរដើម្បីឲ្យផលប្រយោជន៍ទៅប្រជាជនទៅដើម្បីប្រជាជនឈប់សហការនឹងខ្ញុំណាអញ្ចឹងមកកលៈទៀតខ្ញុំចង់បញ្ជាក់ដោយសារខ្ញុំមានបញ្ហាច្រើននៅទីរួមខេត្តកពតជាពិសេសដីខ្ញុំនឹងនៅក្នុងទីរួមខេត្តកពតអញ្ចឹងយើងមានដោយសារដីវារៀងច្រើនហើយធំល្អហ្នឹងក៏គេមានចំណាប់អារម្មណ៍ច្រើនតែចង់តែបំពេញយកអញ្ចឹងអ្នកដែលបំពេញធំជាងគេគឺពីគ្រួសារនឹងឯងណាលោកសឿសំខាន់និងអ្នកស្រីកៅសីហាអញ្ចឹងដល់ពេលក្រោយមកពួកគាត់បង្កើតជាប្រព័ន្ធវិញថាទាំងអាជ្ញាធរមូលដ្ឋានទាំងថ្នាក់ក្រុងទាំងថ្នាក់ខេត្តហើយក៏មានលោកអភិបាលក្រុងមួយលោកអភិបាលរងក្រុងឈ្មោះម៉ែនវណ្ណរាដែលគាត់ទៅជាសាច់ញាតិរបស់លោកស្រីកៅសីហាហ្នឹងឯងអញ្ចឹងគាត់ចេញមុខគ្រប់វិធីដើម្បីទប់ស្កាត់ដើម្បីឲ្យខ្ញុំប្រកាសមានបញ្ហាទប់ស្កាត់កុំឲ្យខ្ញុំមិនរងធ្វើអីកើតក្នុងការទាមទារដីធ្លីហ្នឹងចឹងតើដល់ពេលដែលប្រជាជនគាត់ចាប់ផ្ដើមរារែកដោយសារម្ចាស់ប្លង់ដែលម្ចាស់ដែលលក់ធ្វើប្លង់ហ្នឹងគេទៅសហការជាមួយអាជ្ញាធរក្រុងជាមួយលោកម៉ែនវណ្ណរាហើយលោកពៅធានគាត់សាលាក្រុងតែងតែកោះហៅប្រជាជនបលាចផងបំភ័យផងផ្ដល់រៀបសក្ការៈផងណាដល់ទីបញ្ចប់ប្រជាជនក៏ចាប់ដើមរាចិត្តណាដោយសារលោកម៉ែនវណ្ណរាហ្នឹងបញ្ជាក់ថាអ្នកដែលលួចធ្វើប្លង់តាមប្រមាណអ្នកដែលមានប្លង់តាមប្រមាណឥឡូវហ្នឹងគេចង់សហការគេចង់ជួយប្រជាជនដែលគេចោទថាខ្ញុំមិនបានបង់លុយឲ្យប្រជាជនគ្រប់ណាប្រជាជនគ្រប់អញ្ចឹងគេធ្វើជារបាយការណ៍មួយថាប្រជាជនតាមលោកម៉ែនរងនឹងខ្វះលុយប្រជាជនប្រមាណគេនឹងប្រាប់រងសងទាំងអស់ណាប៉ុន្តែប្រជាជនគាត់មិនបានគិតថាគាត់មុនដំបូងគាត់ថាគាត់អត់បានទទួលលុយពីខ្ញុំអស់បើក្រោយមកគាត់ទាមទារណាគាត់ទាមទារថាទាមទារផលប្រយោជន៍ធំពេកគាត់ទាមទាររហូតដល់$300មួយការ៉េនោះដីហ្នឹងហើយធ្វើឲ្យអ្នកដែលលួចម្ចាស់លួចធ្វើប្លង់ហ្នឹងមិនមានលទ្ធភាពបង់ជូនគាត់
ណាអញ្ចឹងរយៈពេលពី2023រហូតដល់នេះដល់ឥឡូវ2025នេះគឺប្រជាជនក៏ដើររេរហូតណាប៉ុន្តែនៅតាមដោយសារខាងក្រុងដែលជាលោកម៉ែនវណ្ណរានេះគាត់ជាអាជ្ញាធរក្រុងអន្តរងក្រុងគាត់មានសិទ្ធិគាត់តែងតែកោះហៅប្រជាជនហើយគាត់តែបំផុសប្រជាជនណាគាត់និយាយគាត់និយាយចាក់ថាខ្ញុំនឹងមានបញ្ហាកុំមកធ្វើការជាមួយគាត់ថ្ងៃក្រោយនឹងច្បាស់ជាគេមានគេមកប្តឹងទៅពួកគាត់នឹងជាប់គុកជាមួយគ្នាគាត់ចោទថាខ្ញុំនឹងស្អីបកប្រឆាំងគាត់លោកម៉ែនវណ្ណរាថ្ងៃហើយលោកពៅធានឹងចេញតែការមកចាប់ខ្ញុំមិនដឹងរឿងអីចាប់ទាំងខ្ញុំចាប់ទាំងសហការីខ្ញុំណាអញ្ចឹងប្រឡាក់ប្រជាជនគ្រប់បែបហើយប្រជាជននៅពេលនេះគាត់ចាប់ផ្ដើមដោយសារដីមានតម្លៃប្រជាជនចាប់យល់អំពីថាម្ចាស់ដីដើមកំពុងមានបញ្ហាហើយមានបញ្ហាផ្លូវច្បាប់ថែមទៀតមកលោះហើយគាត់ថាមូលហេតុអីមិនយកដីខ្លួនឯងណាអញ្ចឹងគាត់ចាប់ផ្ដើមស្រាវជ្រាវគាត់ចាប់ផ្ដើមទៅសហការជាមួយក្រុមផ្សេងដែលផ្ដល់ផលប្រយោជន៍គាត់ឲ្យច្រើនបន្តិចអញ្ចឹងខ្ញុំមានឯកសារមួយចំនួនចង់បញ្ជាក់ថាប្រជាជនគាត់ដើរផ្តិតមេដៃសហការជាមួយណាក្នុងនេះជាសេដ្ឋកិច្ចសន្យាផ្សេងដែលគាត់បញ្ជាក់ថាគាត់ជាម្ចាស់ដីបន្តែមានរឿងដោយសារលោកម៉ែនរ៉ុំមិនតាន់បានបងលុយគាត់គ្រប់អញ្ចឹងគាត់ទាមទារយកដីវិញដើម្បីលក់ឲ្យអ្នកណាមួយដែលមានឥទ្ធិពលមានអំណាចអាចធ្វើការងារនឹងបានគាត់ជូនភាគរយទៅ50អញ្ចឹងទេតែពិតអត់អញ្ចឹងទេជាដំបូងហ្នឹងយើងដោយសារទប់ស្កាត់ទាមទារយកដីដែលគេលួចធ្វើប្លង់មកវិញតាំងពីខ្ញុំទីដីមកគឺខ្ញុំបានប្រគល់សិទ្ធិឲ្យពួកគាត់នៅអាស្រ័យផលនៅថែរក្សាដីឲ្យខ្ញុំណាអញ្ចឹងតាំងពី2009រហូតដល់2023នេះក៏ជារយៈពេលយូរដែរអញ្ចឹងពួកយើងក៏នៅទំនាក់ទំនងមួយគាត់និយាយថាម្ចាស់ដីនឹងទីយិតមួយចំនួនដែលខ្ញុំស្គាល់គាត់នឹងអាស្រ័យផលលើដីខ្ញុំមែនណាក៏ប៉ុន្តែដល់ពេលដែលយើងរៀបចំឲ្យលោកដេសីកែវណ្ដាចុះទៅស្រាវជ្រាវគាត់ទៅយកមនុស្សមកផ្សេងដែលមិនជាទីយិតហើយមិនជាម្ចាស់ដីទៀតណាអញ្ចឹងម្ចាស់ដីមែនតើនឹងទីយិតមែនតើសប្តាហ៍ថ្ងៃក៏ពេលគាត់នៅសហការមួយខ្ញុំដែរគាត់ទៅជួយបំភ្លឺជួយអីដែរប៉ុន្តែអត់ចេះពួកគេអញ្ចឹងសូមបញ្ជាក់ថាប្រជាជន14គ្រួសារដែលកំពុងតែទាមទារយកដីខ្ញុំនោះមិនមែនជាម្ចាស់ដីដើមទេហើយក៏មិនមែនជាទីយិតរបស់ម្ចាស់ដីដើមដែរហើយទោះជាមានម្ចាស់ដីដើមម្នាក់ពីរនាក់ក៏ខ្ញុំបានបងលុយឲ្យអស់ដែរណាបងអស់តាំងពីចំនួន2006ដល់2008មកម្លេះដីហ្នឹងអញ្ចឹងអ្នកម្ចាស់ដីដើមពិតប្រាកដមែនទែនមិនដែលមកទាមទារឬក៏មកស្អីដែរគឺសិទ្ធិអ្នកខ្លាំងទេដែលលោកស្រីកែវវណ្ដាហើយនឹងលោកស្រីអ្នកឡៃនេះគាត់អ្នករៀបចំអញ្ចឹងដល់ពេលពួកគាត់មានឯកសារជាមួយខ្ញុំដែលខ្ញុំប្រគល់ទទួលស្គាល់ថាគាត់ជាទីយិតគាត់យកឯកសារហ្នឹងទៅបំភ្លៃទៅតាក់ទងរកអ្នកដែលជួយពួកគាត់ណាអញ្ចឹងគាត់ចង់និយាយថាបែបគោលដៅគាត់ហើយនឹងគោលដៅរបស់លោកម៉ែនវណ្ណរាជាអភិបាលរងក្រុងធ្វើម៉េចខ្ញុំមានបញ្ហាធ្វើម៉េចកុំឲ្យខ្ញុំទាមទារដីបានអញ្ចឹងលោកម៉ែនវណ្ណរាទាមទារឲ្យម្ចាស់អ្នកដែលមានប្លង់ដែលគេលួចធ្វើប្លង់យកដីខ្ញុំធ្វើប្លង់ហ្នឹងឲ្យសហការនឹងគ្នាណាបានន័យថាចោតខ្ញុំថាខ្ញុំហ្នឹងទិញដីពីប្រជាជនអត់ទាន់ឲ្យបងលុយគ្រប់ហើយខ្ញុំបានលក់ដីឲ្យជនទី3គឺអ្នកដែលធ្វើប្លង់សប្តាហ៍ថ្ងៃនេះណាហើយខ្ញុំឲ្យខ្ញុំបំផុសប្រជាជនឲ្យប្តឹងអ្នកដែលមានប្លង់ទៅវិញតាមការពិតដីខ្ញុំបានទិញពីម្ចាស់ដីដើមតែជាដល់ឡែកពីអ្នកដែលកំពុងទាមទារណា14គ្រួសារហ្នឹងហើយមួយទៀតអ្នកដែលធ្វើប្លង់ក៏សិតតែជាអ្នកលួចដីខ្ញុំយកធ្វើប្លង់ដែរមិនមែនអ្នកដែលខ្ញុំលក់ឲ្យទេណាហើយករណីគាត់បើសិនជាខ្ញុំលក់ឲ្យពួកគាត់មូលហេតុនេះខ្ញុំប្តឹងគាត់ហើយគាត់ខ្លែងថាជាដីអំណោយរដ្ឋហើយយើងមានឯកសារទី1ច្បាស់លាស់ពីប្រជាជនម្ចាស់ដីដើមណាហើយម្ល៉េះហើយលោកម៉ែនវណ្ណរាគាត់ទាមទារគាត់សំណូមពរឲ្យប្រជាជនសហការគ្នាទៅប៉ុន្តែអាចចំនួនថវិកាដែលម្ចាស់ដីប្លង់នឹងឲ្យទៅពួកគាត់តិចពេកណាចុះប្រជាជនគាត់ទាមទាររហូតដល់$300មួយការ៉េហើយហ្នឹងហើយម្ចាស់ដីដើមម្ចាស់ដែលមានប្លង់គាត់មានលុយអីបងឲ្យ
ឲ្យខ្ញុំនៅតែប្តឹងគាត់ដដែលហ្នឹងអញ្ចឹងក៏នៅរកម្មក៏គ្នាដែរណាអញ្ចឹងគាត់ថាដើម្បីឲ្យខ្ញុំមានបញ្ហាលោកម៉ែនវណ្ណារាអភិបាលរងក្រុងហ្នឹងគាត់តែងតែធ្វើរបាយការណ៍ទៅថ្នាក់លើឬក៏ទៅថ្នាក់ជាតិឲ្យគាត់បញ្ជូនទៅគ្រប់អាជ្ញាធរដែលមានសមត្ថកិច្ចសូម្បីតែប៉ូលីស PM គោលបំណងគឺចង់ចាប់ខ្ញុំតែម្ដងណាគឺគាត់បញ្ជាក់គាត់ធ្វើរបាយការណ៍คล้ายៗមួយបញ្ជាក់ថាខ្ញុំម៉ែនរងបានទិញដីពីប្រជាជនតាំងពី2006អត់ឲ្យលុយប្រជាជនគ្រប់ទេណាហើយបំផុសប្រជាជនឲ្យទាមទារយកដីពីអ្នកដែលមានធ្វើប្លង់ស្របច្បាប់ណាអញ្ចឹងគាត់រកវិធីសហការគ្នាសហការគ្នាថាបើសិនអ្នកឯងព្រមយកលុយពីអ្នកដែលមានប្លង់ប៉ុណ្ណេះនាំគ្នាមកប្តឹងបានរងវិញឆាប់ចប់ណារឿងនេះមានភាពរកម្មរកោសដោយសារប្រជាជនថាទទួលលុយតិចពេកពីម្ចាស់ប្លង់ណាប៉ុន្តែរបាយការណ៍របស់សាលាក្រុងគាត់បញ្ជាក់ទៅថ្នាក់លើអញ្ចឹងគឺថាម៉ែនរងជាជួនទុច្ចរិតបោកប្រាស់ប្រជាជនទិញដីអត់ឲ្យប្រជាជនគ្រប់យកដីទៅលក់ឲ្យជនទី3ហើយជនទី3ហ្នឹងបានទិញពីម៉ែនរងហើយបានធ្វើប្លង់រឿងស្របច្បាប់ហើយឥឡូវនេះអត់ប្រជាជនឲ្យមកទាមទារដីវិញទៀតពេកមិនបានលក់ទេអ្នកដែលមានប្លង់សប្តាហ៍ថ្ងៃហ្នឹងគឺអ្នកលក់ធ្វើប្លង់ទេណាហើយប្រជាជនដែលចេញមុខមកទាមទារយកដីអីទាំងប៉ុន្មានហ្នឹងគាត់មានលិខិតពាក់ព័ន្ធជាមួយខ្ញុំដែរដោយសារខ្ញុំទទួលស្គាល់ថាគាត់ជាទាយាទណាទាយាទហ្នឹងខ្ញុំធ្វើលិខិតចំថាជាលិខិតប្រគល់លៀបសក្ការៈឲ្យគាត់ណាលៀបសក្ការៈឲ្យគាត់ណាថាពាក្យលៀបឲ្យគាត់ចំនួន$7ក្នុង1ហិកតាវាថ្លៃលើសជាងអាតម្លៃខ្ញុំទិញទៅទៀតណាដោយសារយើងជាសគុណដែលគាត់បានជួយថែរក្សាដីធ្លីហើយជាសគុណនៅពេលដែលគាត់បានទាមទារដីពីអ្នកលួចធ្វើប្លង់ឲ្យបានមកវិញមកហើយផ្ទេរមកឲ្យខ្ញុំនឹងបងឲ្យ$7ជាសគុណប៉ុន្តែដោយសារប្រជាជនទាំងនោះគាត់មានភាពលុកលន់ដោយសារដីទាំងនោះវាមានតម្លៃថ្លៃព្រោះហើយគាត់ចង់យកខ្លួនឯងហើយគាត់ទៅពឹងអ្នកមានអំណាចឲ្យមកជួយយកដីហ្នឹងខ្ញុំសូមបញ្ជាក់ប្រជាជន14គ្រួសារហ្នឹងជាដំបូងឡើយហ្នឹងគឺខ្ញុំទេបានស្នើសុំឲ្យក្រុមការងារលោកស្រីកែវវណ្ណដានិងលោកស្រីអ្នកឡាយហ្នឹងឲ្យស្រាវជ្រាវរកម្ចាស់ដីដើមហើយនឹងទីយាទរបស់ពួកគាត់ដើម្បីឲ្យមកជួយការពារជួយទាមទារដីខ្ញុំដែលគេលួចធ្វើប្លង់ណាដោយពួកគាត់មកទៅយើងមិនដោយសារយើងមិនបានស្គាល់គ្នាទាំងអស់យើងក៏ធ្វើដោយសារយើងមានជំនឿទៅលើ2អ្នកដែលនាំមកនេះមានខ្យល់លោកស្រីកែវវណ្ណដាហើយនិងលោកស្រីអ្នកឡៃហ្នឹងក៏យើងបានធ្វើប្លង់ជាមួយ14គ្រួសារហ្នឹងក្នុងនាមជាទាយាទហើយក្នុងនាមជាម្ចាស់ដីឲ្យគាត់ជួយទាមទារអ្នកដែលគេលួចធ្វើប្លង់ខ្ញុំហ្នឹងយកដីខ្ញុំធ្វើប្លង់រឿងហ្នឹងណាហើយយើងក៏មានធ្វើកិច្ចសន្យាជាមួយគ្នាកិច្ចសន្យាប្រគល់ភាគលៀបនៅពេលដែលពួកគាត់ទាមទារដីយកបានមកវិញខ្ញុំនឹងជូនជាសគុណ$7ក្នុង1ម៉ែត្រការ៉េណាយើងមានកិច្ចព្រមព្រៀងច្បាស់លាស់ដែលមានមេធាវីអីត្រឹមត្រូវណាជាមធ្យោបាយមួយដើម្បីខ្ញុំទាមទារយកដីខ្ញុំវិញណាដល់ពេលប្រជាជនគាត់បានសិទ្ធិតាមពិតពួកគាត់ទាំងអស់ហ្នឹងមិនមែនជាទាយាទហើយក៏មិនមែនជាម្ចាស់ដីដើមដែរណាដល់ពេលដែលពួកគាត់បានសិទ្ធិគាត់ចាប់ផ្ដើមដោយសារមានការបន្លាចពីអាជ្ញាធរមូលដ្ឋានជាពិសេសលោកអភិបាលក្រុងម៉ែនវណ្ណារាហើយនិងលោកពៅធាគឺតាមខ្ញុំដឹងក៏គាត់ជាប្រធានគណៈកម្មការដោះស្រាយវិវាទដីធ្លីនៅកពតលោកទាំងពីរហ្នឹងគឺគាត់រកគ្រប់វិធីដើម្បីទប់ស្កាត់កុំឲ្យខ្ញុំមានភាពជោគជ័យក្នុងការទាមទារយកដីមកវិញតាមខ្ញុំដឹងលោកម៉ែនវណ្ណារាត្រូវជាប្អូនថ្លៃរបស់លោក
ជាវុធីជាប្តីរបស់លោកស្រីកៅសីហាដែលជាអតីតកូនចៅខ្ញុំទាំងពីរហ្នឹងណាដែលថាដូចធ្វើប្លង់ហ្នឹងអញ្ចឹងគាត់ជាសាច់ញាតិនឹងគ្នាម្ល៉េះហើយគាត់មានការពឹងពាក់គ្នាដើម្បីជួយទប់ស្កាត់ខ្ញុំហើយណាអញ្ចឹងគ្រប់វិធីដែលលោកអភិបាលក្រុងឈ្មោះម៉ែនវណ្ណារាហ្នឹងគឺគាត់ទៅបញ្ចុះបញ្ចូលទៅបលាជប្រជាជនកុំឲ្យគាត់នឹងសហការមួយខ្ញុំណាម្ល៉េះហើយគាត់បលាជថាខ្ញុំនឹងមានពិរុទ្ធភាពវានឹងចុះមកចាប់ខ្ញុំនឹងជាគណៈបកប្រឆាំងខ្ញុំនឹងគ្រប់យ៉ាងយ៉ាងទៅធ្វើឲ្យប្រជាជនគាត់ដំបូងគាត់ខ្លាចគាត់ភ័យហើយក្រោយមកទៀតក៏មានអ្នកលោកម៉ែនវណ្ណារាខ្លួនឯងហ្នឹងក៏ណែនាំឲ្យគាត់ទៅសហការជាមួយអ្នកដែលលួចធ្វើប្លង់វិញណាដំបូងឡើយឲ្យគាត់30,000ណាឲ្យប្រជាជន30,000ឲ្យប្រជាជននឹងចែកគ្នាទៅហើយមកសហការជាមួយម្ចាស់ដីដើមទៅហើយធ្វើជារបាយការណ៍រូបភាពថាខ្ញុំម៉ែនណារ៉ុងបានទិញដីពីប្រជាជនតាំងពី2006មកអត់បានលុយអត់បានបង់លុយហើយលក់ឲ្យអ្នកដែលកំពុងតែម្ចាស់ប្លង់នេះលក់ឲ្យលក់ឲ្យគេជនទី3នឹងហើយចង់អុចបញ្ចុះបញ្ចូលឲ្យប្រជាជនមកផងប្រជាជនឲ្យមកទាមទារយកដីវិញណាខ្ញុំសូមបញ្ជាក់អ្នកដែលលួចធ្វើប្លង់ខ្ញុំនោះមិនមែនជាខ្ញុំតែបានលក់ឲ្យពួកគាត់ទេគាត់លួចធ្វើប្លង់ថាដីនឹងដីដំណើររដ្ឋណាអញ្ចឹងរបាយការណ៍របស់ក្រុងរបស់លោកម៉ែនវណ្ណារានេះខុសទាំងស្រុងគាត់ធ្វើគ្រប់យ៉ាងដើម្បីទប់ស្កាត់ខ្ញុំឲ្យកុំឲ្យខ្ញុំទាមទារពីដីបងប្អូនគាត់បានណាអញ្ចឹងប្រជាជនក៏គាត់តាំងពីគាត់បានសិទ្ធិនឹងមកគាត់ថាខ្ញុំនឹងបានប្រគល់ដីឲ្យពួកគាត់វិញដោយសារទាំងគាត់មិនជាម្ចាស់ដីផងហ្នឹងណាយើងមានឯកសារបញ្ជាក់ច្បាស់លាស់ឯកសារទិញលក់ជាមួយប្រជាជនម្ចាស់ដីដើមតាំងពី2006មកយើងមានបាត់អស់នេះឯកសារចង់បង្ហាញថាឯកសារមកសភៅដែលយើងបញ្ជាក់ថាយើងបានទិញពីប្រជាជនមានឯកសារនឹងអស់ហើយមិនមែនជាអ្នកដែលបុណ្យកុសលនឹងទេណាអញ្ចឹងប្រជាជនសពថ្ងៃនេះគឺគាត់ដើរម្ដងទៅសហការជាមួយអភិបាលក្រុងនឹងផងម្ដងទៅសហការជាមួយអ្នកក្រុមដែលគេចេញមកបដោះរឿងណាតាមខ្ញុំដឹងមនុស្សអ្នកដែលដោះរឿងខ្លាំងជាងគេនៅtrongក្រោយហ្នឹងគឺមានឈ្មោះអង្គញាពៅពន្លកណាពៅពន្លកដែលមានមេធាវីឈ្មោះលោកស៊ុយសានសៃហៈអង្គថាជាមេធាវីហើយពួកគាត់ហ្នឹងពួកខ្ញុំមិនបានដឹងមកពីណាទេប៉ុន្តែដោយសារឃើញប្រជាជនហ្នឹងមានដីល្អអង្គថាមានដីល្អថាគាត់ចង់ទិញដីមានរឿងបានថោកណាហើយប្រជាជនគាត់ដាក់លក់300បើសិនគាត់ឲ្យតែ100ក៏ប្រជាជនបានលុយច្រើនដែរយកដីជាង10ហិកតាដែរអញ្ចឹងលោកអង្គញាពៅពន្លកនិងលោកមេធាវីស៊ុយសែនសៃហៈនេះគឺប្រើគ្រប់វិធីហើយបើនេះគាត់ឲ្យនៅដើមខែ5នេះគាត់បានទៅឲ្យអ្នកកសែតឈ្មោះហនទៅ live លើទីតាំងដីរបស់ខ្ញុំនេះហើយមិនបានស្រាវជ្រាវមិនបានទៅស្អីផងទៅប្រកាសថាខ្ញុំជាទុនជច្ចរិតបោកប្រាស់ប្រជាជនណាហើយលោកស្អីពើពលុកខ្លួនឯងផ្ទាល់ក៏ដើរនិយាយចឹងដែរដើរបំផុសបំផុលឲ្យប្រជាជនដើរនិយាយអញ្ចឹងថាខ្ញុំនឹងទិញដីពីប្រជាជនមិនឲ្យលុយទៅប្រជាជនមានភាពទុច្ចរិតបោកប្រាស់ប្រជាជនធ្វើនំអង្សៅណាអញ្ចឹងវារួមប្រជាជនគាត់ប្រើគ្រប់វិធីគាត់សហការជាមួយថ្នាក់ដឹកនាំក្រុងនឹងផងហើយមួយទៀតប្រជាជនមិនតែប៉ុណ្្នឹងទេគាត់មិនប្រឥឡូវសប្តាហ៍នេះគាត់មិនបានចង់បំពេញយកដីត្រឹមប្រដីមកប្រែកតែយើងកំពុងតែមានបញ្ហាមួយគ្នាទេគាត់ចាប់ដើមទៅយកដីខ្ញុំកន្លែងផ្សេងទៀតដែលនៅក្នុងភូមិតដិបជាប់គ្នាប៉ុន្តែជាដីស្រែណាជាដីស្រែជាដីទួលដែលពួកខ្ញុំនឹងបានទៅជួលឲ្យលោកអាចទៅបំភ្លឺជាមួយលោកឆេងឧត្តមដែលគាត់បើកសិប្បកម្មមួយនៅលើដីខ្ញុំដែលខ្ញុំបានជួលឲ្យគាត់រយៈពេល6ឆ្នាំហើយសប្តាហ៍ថ្ងៃហ្នឹងដីរបស់ខ្ញុំដែលខ្ញុំបានទិញតាំងពី2006ហ្នឹងអ្នកឡៃយកដីខ្ញុំហ្នឹងទៅសង់វិហារដោយលោកពៅធានិងលោកម៉ែនវណ្ណារាខ្លួនឯងផ្ទាល់អ្នកអនុញ្ញាតឲ្យសង់វិហារអ៊ីស្លាមមួយនៅក្រោយផ្ទះខ្ញុំហ្នឹង
លើកដីនេះខ្ញុំកំពុងតែសង់ផ្ទះធំណាតសមិនក្រោម60សសរទេបាទខ្ញុំចង់ផ្ទះធំនៅមាត់ព្រែករបស់ខ្ញុំហ្នឹងហើយខ្ញុំក៏ធ្វើផ្លូវមួយផ្លូវប្រវែងប្រហែល1គីឡូដែរណាផ្លូវឯកជននេះខ្ញុំទិញដីចំណាយលីប្រាក់រាប់សែនសង់ផ្លូវដើម្បីចូលដល់ផ្ទះខ្ញុំឯកជនហ្នឹងណាហើយបងប្អូនអ៊ីស្លាមបងប្រជាជនអ៊ីស្លាម14គ្រួសារហ្នឹងដែលថាពាក់ព័ន្ធយកដីខ្ញុំមិនយកដីខ្ញុំនៅមាត់ព្រែកឥឡូវបែរមកយកដីយើងបន្ថែមទៀតដែលសហការជាមួយអ្នកលួចធ្វើប្លង់ហ្នឹងណាលួចធ្វើប្លង់ហ្នឹងហើយលោកម៉ែនវណ្ណរានហើយនិងលោកពៅធាក៏អនុញ្ញាតឲ្យពួកគាត់សង់វិហារអ៊ីស្លាមដើម្បីឲ្យខ្ញុំមានបញ្ហាជាមួយពួកសហគមន៍អ៊ីស្លាមណាគោលបំណងគឺថាផ្លូវដែលខ្ញុំសង់បានប្រហែល1គីឡូដីហ្នឹងបំពេញយកដីខ្ញុំហើយអនុញ្ញាតឲ្យតែអ្នកលួចធ្វើប្លង់មានផ្លូវចូលសប្តាហ៍ថ្ងៃខ្ញុំសូមបញ្ជាក់ថាអ្នកដែលលួចធ្វើប្លង់ក៏អត់មានផ្លូវចូលទេដីហ្នឹងដោយសារដីខ្ញុំគុំពាត់ជាប់អស់ហើយណារហូតគាត់ប្រើគ្រប់វិធីហើយគាត់រកវិធីដើម្បីឲ្យបានផ្លូវចូលទៅដល់ដីអញ្ចឹងប្រជាជនហ្នឹងគាត់មិនត្រឹមតែយកដីមកព្រែកគាត់យកដីទាំងកន្លែងផ្សេងទៀតហើយគោលបំណងហ្នឹងគឺឲ្យខ្ញុំមានបញ្ហាជាមួយសហគមន៍អ៊ីស្លាមហើយសប្តាហ៍ថ្ងៃភូមិការចំនួនត្រឹមតែចំនួន2000ក្នុងអំឡុង2020ហ្នឹងភូមិតាដិបអត់ទាន់មានភ្លើងអត់ទាន់មានទឹកអីទេអត់មានចរន្តអីទេដោយសារខ្ញុំធ្វើផ្លូវទៅខ្ញុំក៏បន្តធ្វើទឹកហើយនឹងភ្លើងហើយយើងក៏អនុញ្ញាតឲ្យប្រជាជនបន្តទៅទាំងទឹកទាំងភ្លើងដោយសារលោកឧត្តមគាត់នៅមានសិប្បកម្មនៅហ្នឹងគាត់សំណូមពរឲ្យខ្ញុំហ្នឹងយោគយល់ប្រជាជនហ្នឹងទៅហើយក៏អនុញ្ញាតឲ្យពួកគាត់ជិះម៉ូតូដើរឆ្លងកាត់ផ្លូវឯកជនរបស់យើងណាអញ្ចឹងខ្ញុំចង់និយាយថាមូលហេតុអីដែលប្រជាជនមកចង់មកនាំគ្នាទៅកាត់ទ្វាររបស់ខ្ញុំណាកាត់ទ្វារអាក្រង់ទ្វាររបស់ខ្ញុំណាហើយមានទាំងលោកម៉ែនវណ្ណរាដែលគាត់នាំក្នុងនាមជាអភិបាលក្រុងខេត្តកំពតហ្នឹងគាត់នាំទាំងមន្ត្រីមានសមត្ថកិច្ចចុះមកឲ្យប្រជាជនវាយខ្លងទ្វាររបស់ខ្ញុំយុទ្ធបោះចោលណាដោយសារអីដោយសារនៅថ្ងៃទី10ខែមិថុនាមានប្រធានសាសនាអ៊ីស្លាមមកពីស្រុកក្រៅអាចមកពីម៉ាឡេគេមកធ្វើបុណ្យកម្មវិធីនៅវិហារអ៊ីស្លាមដែលសង់លើដីខ្ញុំហ្នឹងណាហើយបែបអ្នកឡាយដែលគេចាប់ផ្ដើមធ្វើវិហារហ្នឹងលោកស្រីអ្នកឡាយហ្នឹងគាត់ទៅរាយការណ៍វិវិទេដើម្បីគោលបំណងឲ្យថ្នាក់ដឹកនាំសាសនាហ្នឹងទៅអន្តរាគមន៍ទៅថ្នាក់លើដើម្បីឲ្យខ្ញុំហ្នឹងថាខ្ញុំអ្នករៀបរៀងអត់ឲ្យផ្លូវចេញចូលថាផ្ទះខ្ញុំរំខានផ្លូវចេញចូលទៅវិហារអ៊ីស្លាមណាដោយសារខ្ញុំឃើញអញ្ចឹងហើយក្នុងផ្ទះខ្ញុំទៅពេលនេះគេនិយាយរួមគេបើកឡានចូលក្នុងផ្លូវផ្ទះរបស់ខ្ញុំចូលតាមចេញចូលតាមតសផ្ទះខ្ញុំលោកទៅមើលឃើញចាក់ស្ដែងតសផ្ទះយើងនេះជាគ្រឿងឲ្យគាត់បើកឡានចេញចូលទៅក្នុងហ្នឹងហើយម្សិលមិញដោយសារមានការចតឡាននៅក្នុងដីយើងនៅក្នុងបរិវេណដីយើងរបៀបថារបៀបររឿងយើងណាដល់ពេលយើងឃើញមានភាពអយុត្តិធម៌ពេកខ្ញុំក៏សូមឲ្យក្រុមការងារបិទទ្វារទៅក៏ប្រជាជនក៏គាត់នាំគ្នាទៅរាយការណ៍ទៅក្រុងទៅគាត់រាយការណ៍ទៅមេភូមិទៅចៅសង្កាត់ដែរប៉ុន្តែចៅសង្កាត់ហើយមេភូមិជាអាជ្ញាធរមូលដ្ឋានផ្ទាល់គេដឹងរឿងគេអត់ហ៊ានមកចូលរួមទេណាពួកគាត់ផ្ទាល់ទេនៅដាក់អមេរិកខ្ញុំថាមានបញ្ហាកើតឡើងហើយអញ្ចឹងដោយសារចៅសង្កាត់អត់ហ៊ានអន្តរាគមន៍ក៏លោកម៉ែនបណ្ណារាដែលជាអភិបាលក្រុងរងក៏បញ្ជាឲ្យមកព្រឹកមិញហ្នឹងណាវេលាម៉ោង9ព្រឹកហ្នឹងគេនាំគ្នាមកកាត់ដៃកាត់អីខ្លងទ្វារយើងយកចោលបាត់ទៅណាអញ្ចឹងចង់និយាយថាលោកម៉ែនវណ្ណារាដែលជាអភិបាលក្រុងហ្នឹងខ្ញុំមិនបានស្គាល់គាត់ខ្ញុំមិនបានដឹងគាត់ថាមូលហេតុអ្វីបានគាត់
តាមព្យាយាបំពេញគ្នានេះខ្ញុំមកទេគាត់តែងតែគ្រប់គ្រងប្រជាជនដែលមិនជាម្ចាស់ដីហ្នឹងមកបំពេញយកដីខ្ញុំអញ្ចឹងដីសប្ថ្ងៃនេះគឺខ្ញុំបានពឹងពាក់ឲ្យពួកគាត់ទៀមទាយកទៅដីមកប្រែកទេប្រហែលជា10ហិកតាហើយសប្ថ្ងៃនេះគាត់មិនថែមទាំងបំពេញអាដីមកប្រែកគាត់វាទីយកដីកន្លែងផ្សេងទៀតដែលយើងទៅអាដីតែមានខ្ញុំកំពុងសង់ផ្ទះហ្នឹងណាអញ្ចឹងខ្ញុំចង់បញ្ជាក់ថាប្រជាជនដែលកំពុងតែទៀមទាយកដីខ្ញុំហ្នឹងគឺមិនមែនជាម្ចាស់ដីដើមហើយក៏មិនមែនជាទីយាតដែរគឺជាមេខ្យល់របស់ជាបពពួករបស់មេខ្យល់កែវណ្ដានិងអ្នកឡៃដែលមានមេខ្លោងឈ្មោះអុកញ៉ាពៅបន្លបហើយនឹងមេធាវីសុយសែនសិហៈហ្នឹងគេនៅពីក្រោយគេផ្ដល់ថវិកានៅលើជួប្រាក់សែនហ្នឹងដើម្បីឲ្យមកទន្ទ្រានធ្វើបាបខ្ញុំនឹងប្រើពាក្យឲ្យជន់ស្ដាប់កូនចៅខ្ញុំនឹងតើសីហាគឺសំខាន់ហ្នឹងពីគ្រួសារហ្នឹងក្នុងពីសំណុំរឿងណារដ្ឋប្រវេណីនៅសំណុំរឿង668ហើយនឹងព្រំប្រទាន254ដែលតកតងនឹងរំលោភសិទ្ធិជួបចិត្តនិងខ្លែងឯកសារសាធារណៈតាំងពី2018ម្លេះណាឥឡូវហ្នឹងនៅពេលដែលខ្ញុំបានប្តឹងហ្នឹងពួកគេក៏បកមកវិញទៅទៀតអញ្ចឹងខ្ញុំចង់និយាយថាពេលយើងប្តឹងដូចអត់មានចំណាត់ការអីច្បាស់លាស់ដល់ពេលគេប្តឹងយើងចេញនៃការមកលឿនរហូតដល់ចេញនៃការខាត់ខ្លួនខ្ញុំទៅទៀតណាអញ្ចឹងក៏ប៉ុន្តែនៅក្នុងសំណុំរឿងមួយដែលលោកចៅក្រមម៉ែនវណ្ណៈតាមចាំគាត់បានជួយរកយុត្តិធម៌ឲ្យខ្ញុំលោកស្រីកៅសីហាបានប្តឹងខ្ញុំថាខ្ញុំនឹងទៅបំពេញដីធ្លីរបស់គាត់ដែលខ្ញុំមិនបានដឹងនេះផងណាតែគាត់ទៅសាកសួរពីជាងពីអីណាទៅគាត់ពីចោតចេញដីការរកចាប់ខ្ញុំបណ្ដោយហើយក្រោយមកដោយការមានការតាមដានស្រាវជ្រាវរាប់ឆ្នាំបានគេចេញសារក្រមមកបញ្ជាក់ថាក្រុមកៅសីហាហ្នឹងមិនដែលមានដីអីនៅហ្នឹងទេគាត់គ្រាន់ជាអ្នកយាមឲ្យដីឲ្យលោកម៉ែនរងទេហើយអាពាក្យបណ្ដឹងទាំងប៉ុន្មានក៏អត់ចាត់ការអញ្ចឹងជាមានខ្ញុំអាចបង្ហាញសារក្រមនឹងច្បាស់លាស់ដែលគេបញ្ជាក់ថាសារក្រៅសីហានឹងសឿសំខាន់ហ្នឹងខ្លាញ់មកនាំឯកសារយកដីលោកម៉ែនរងថាជាអំណាចរដ្ឋអានឹងមួយទៅហើយក្នុងសំណុំរឿងព្រំប្រទាន254ដែលខ្ញុំបានប្តឹងតាំងពីខែមេសា2018នេះខ្ញុំទឹកបានទទួលសារក្រមណាទទួលសារក្រមនៅខែថ្ងៃទី22ខែឧសភាឆ្នាំ2025នេះណាបញ្ជាក់ថារាល់ការប្តឹងរបស់ខ្ញុំទាំងប្រមាណហ្នឹងគឺពិតប្រាកដមែនគឺពួកគាត់មានប្រតិភិបបើគាត់បានលួចខ្លែងលួចយកដីអ្នកដទៃធ្វើជាទៅប្លង់នឹងខ្លួនឯងហើយខ្ញុំដាក់ពីបណ្ដឹងពីរំលោភសេចក្តីទុកចិត្តហើយនឹងខ្លែងឯកសារគេបានស្រាវជ្រាវតាមបានឃើញអស់ហើយអញ្ចឹងពួកគាត់ក្នុងសារក្រមនេះគេបានកាត់ទោសឲ្យគាត់ជាប់ពន្ធនាគារនិងសងជំងឺចិត្តណាដើម្បីភ្ជាប់ជាមួយលោកម៉ែនវណ្ណារាអភិបាលក្រុងរងហ្នឹងខ្ញុំគិតថាដោយសពគាត់បានដឹងពីសារក្រមនេះណាសារក្រមនេះផ្ទុយទៅវិញគាត់មិនបានអនុវត្តតាមសារក្រមរបស់តុលាការទេខ្ញុំបានគាត់និយាយថាគាត់មើលស្រាលអំណាចរបស់តុលាការណាផ្ទុយទៅវិញគាត់មិនជួយរកយុត្តិធម៌ឲ្យខ្ញុំគាត់បែរជាទៅការពីជនទុច្ចរិតជនដែលមានប្រតិភិបដូចធ្វើប្លង់រឹងឈ្មោះកៅសីហាហើយសឿសំខាន់ដូចធ្វើប្លង់រឹងហើយទាំងកៅសីហាទាំងសឿសំខាន់ទាំងម៉ាន់វណ្ណារាហ្នឹងក៏ទៅសហការជាមួយប្រជាជនដែលជាមិនជាម្ចាស់ដីមកទាមទារយកដីខ្ញុំដែលខ្ញុំឈ្នះស្របច្បាប់ទៅទៀតតើលោកម៉ែនវណ្ណារានេះគាត់ជាក្នុងនាមគាត់ជាអភិបាលក្រុងរងហ្នឹង
តើគាត់មានទូនាទីអីបានជាគាត់មិនទាំងខ្លាចនឹងអំណាចតុលាការផងណាគាត់បានដឹងឮថាមានសារក្រមចេញតាំងពីមួយខែមុនហើយទៅហើយជាងមួយខែហើយទៅហើយណាគាត់នៅតែមកបំពេញគាត់នាំគាត់ទៅនាំប្រជាជនដែលជាប្រជាជនដែលជាមិនជាម្ចាស់អីមកបំពេញកាត់ទ្វារខ្លងទ្វារខ្ញុំចោលណាហើយមានតាំងសមត្ថកិច្ចមកឲ្យជាមួយគាត់ថតរូបដូចខ្ញុំនឹងបង្ហាញរូបថតទាំងអស់នៅក្នុងហ្នឹងណាអញ្ចឹងគាត់បំពេញតាំងស្រុងនៅអំណាចតុលាការបានចេញសារក្រមបញ្ជាក់ខ្ញុំឈ្នះប្រគល់ដីនឹងឲ្យមកខ្ញុំវិញរឿងនេះខ្ញុំសូមបញ្ជាក់មួយទៀតដោយសារការបំពេញរបស់ប្រជាជនការបំពេញខ្ញុំនិយាយទៅប្រជាជនគឺអ្នកដែលអះអាងថាជាម្ចាស់ដីហ្នឹងហើយការបំពេញរបស់លោកម៉ែនវណ្ណារាដែលជាអភិបាលក្រុងរងដោយសារមានភាពឃើញភាពអយុត្តិធម៌ពេកអាជ្ញាធរមូលដ្ឋានពួកគាត់អត់បានចូលរួមទេអាជ្ញាធរមូលដ្ឋានដែលគេដឹងឮគ្រប់គ្នាគេអត់ហ៊ានមកចូលរួមទេដើម្បីគេដឹងថាមានសារក្រមបញ្ជាក់ថាខ្ញុំម៉ែនរងបានឈ្នះហើយតុលាការបានប្រកួតដីខ្ញុំឲ្យខ្ញុំវិញហើយមូលហេតុអីលោកម៉ែនវណ្ណារាដែលជាអភិបាលក្រុងរងធម្មតាគាត់ជាថ្នាក់លើគាត់វិជាចៅសង្កាត់អបានគាត់ក៏ចុះមកផ្ទាល់ឲ្យមកអនុវត្តចាប់ផ្ដើមគោលបំណងគាត់គឺកំចាត់ខ្ញុំចេញពីដីของខ្ញុំនឹងហ្មងវាយរបងទ្វារខ្ញុំចេញហើយគឺអត់យូរទេអ្នកដែលនៅក្នុងបរិវេណដីខ្ញុំទាំងប៉ុន្មានហ្នឹងណាក្រុមការងាររបស់ខ្ញុំតែការពារដីខ្ញុំហ្នឹងគឺនឹងគេរកវិធីកំចាត់ហើយណាអញ្ចឹងខ្ញុំចង់សួរទៅថ្នាក់ដឹកនាំខ្ញុំចង់សួរទៅទស្សនិកជនទាំងអស់គ្នាថាតើយុត្តិធម៌នៅឯណាណាយើងបានឈ្នះសាលក្រមហើយគឺចេញតុលាការចេញដីកាហើយលោកម៉ែនវណ្ណារាគ្រាន់តែជាប្រធានគាត់ជាអភិបាលក្រុងរងគាត់ហ៊ានបំពេញទៅសាលក្រមរបស់តុលាការណាហើយគាត់នៅតែចេញរបាយការណ៍ថាកៅសេហាគឺសំខាន់ជាម្ចាស់ដីស្របច្បាប់ណាជំរុញឲ្យប្រជាជនមកដឹងខ្ញុំទៅវិញណាហើយខ្ញុំសាលក្រមមាន2ដងហើយទៅហើយខ្ញុំបានឈ្នះហើយសាលក្រមទាំងអស់នោះខ្ញុំបានបញ្ជូនទៅគ្រប់ស្ថាប័នអាជ្ញាធរមូលដ្ឋានបញ្ជាក់ថាខ្ញុំជាម្ចាស់ដីខ្ញុំឈ្នះស្របច្បាប់ហើយមូលហេតុលោកវណ្ណារានៅតែតាមបំពេញណាដឹកនាំប្រជាជនឲ្យបំផ្លាញរាល់ទ្រព្យរបស់ខ្ញុំចឹងជាទីបញ្ចប់ខ្ញុំបាទម៉ែនរងសូមសំណូមពរទៅឯកឧត្តមអភិបាលខេត្តអាដាមមកទៅនិនសូមអាដាមជួយរកយុត្តិធម៌ឲ្យខ្ញុំបាទម៉ែនរងផងណាដែលមានជនដែលបំពេញពីគ្រួសារនេះកៅសេហានិងសឿសំខាន់ណាខ្ញុំបានឈ្នះក្តីហើយមានសារក្រមបញ្ជាក់ថាយើងខ្ញុំបានជាម្ចាស់ដីពិតប្រាកដហើយមូលហេតុអ្វីលោកម៉ែនវណ្ណារាហើយនឹងលោកពៅធាណាដែលនៅសាលាក្រុងខេត្តកំពតនេះនៅតែព្យាយាមបំផុសបំផុលប្រជាជននៅតែព្យាយាមឲ្យប្រជាជនទៅសហការជាមួយកៅសេហាគឺសំខាន់ដើម្បីយកដីខ្ញុំដដែលណាចឹងខ្ញុំសូមសំណូមពរឲ្យអាដាមជួយរកយុត្តិធម៌ជូនខ្ញុំផងហើយខ្ញុំបាទផ្ទាល់ក៏នឹងបំភ្លឺគ្រប់ពេលវេលានៅពេលដែលក្រុមការងារថ្នាក់ខេត្តមានឱកាសខ្ញុំបកស្រាយបំភ្លឺការពិតរឿងបញ្ហាជាមួយដីធ្លីខ្ញុំនៅខេត្តនៅភូមិតាដិបពាក់ព័ន្ធជាមួយប្រជាជននៅបុនកោសាហើយពាក់ព័ន្ធជាមួយអ្នកដែលលួចធ្វើប្លង់ដីខ្ញុំគឺក្រុមសឿសំខាន់នៃកៅសេហាណាហើយមួយទៀតខ្ញុំចង់សំណូមពរឲ្យអាដាមសូមជួយពិនិត្យទូនាទីរបស់អភិបាលក្រុងរងលោកម៉ែនវណ្ណារាហើយនិងលោកពៅធាតែគាត់មានទូនាទីអ្វីបានហ៊ានបំពេញរហូតដល់សាលក្រមតុលាការហើយហ៊ានមកដឹងច្បាស់ថាដោយសារគាត់ជាសាច់ញាតិរបស់កៅសេហាគឺសំខាន់គាត់ការពារដោយកាប់មុខមិនបានក្នុងនាមជាអាជ្ញាធរមិនបានជួយរកយុត្តិធម៌ជូនប្រជាជនណា
សូមឲ្យគាត់គិតពីប្រច្បាប់កុំឲ្យគាត់គិតតែពីរឿងសាច់ញាតិគ្រួសារសូមអរគុណ